បាទឡើយយើងមកបន្តនៅ homework ទី5ទាំងអស់គ្នាបាទ homework ទី5គឺខ្ញុំនឹងគូស logo កាតិចមួយណាអូខេអញ្ចឹងក្នុងការគូស logo កាតិចនេះវាមានច្រើនណាវាមានច្រើនប្រភេទបាទដែលយើងអាចគូសបានឥឡូវខ្ញុំគូសតាមណាការយល់ឃើញរបស់ខ្ញុំយល់ចេះបើសិនជាមានការគូសផ្សេងពីនេះគឺស្រេចទៅលើបងប្អូនទេខ្ញុំគ្រាន់តែបង្ហាញនៅរបៀបខ្លះនៅក្នុងការគូសតែប៉ុណ្ណោះបាទអញ្ចឹងដំបូងគឺខ្ញុំចង់គូសវងមូមួយនេះចឹងខ្ញុំយក ellipse មកគូចឹងដើម្បីឲ្យ ellipse មានរាងមូលយើងចុច control ណាបាទយើងចុច key control ណាចុច control ទៅគឺគូគឺវាមូលឯណាបាទគឺ control key បាទបន្ទាប់ពីយើងចុច control key មកយើងដាក់ពណ៌មួយណាពណ៌ក្រហមយ៉ាងមកតែចិត្តយើងឯងបន្ទាប់មកទៀតគឺខ្ញុំគូសណាគូសកាយមួយណាកាយជាងនៅក្នុង Grail យើងមាន star មួយស្រាប់ហើយបាទនិយាយឃើញបាទអញ្ចឹងគឺខ្ញុំគូសបាទខ្ញុំបានផ្កាយមួយហើយយកមកគូសយ៉ាងមកអញ្ចឹងខ្ញុំចុចស៊ីណាចុចស៊ីវារួមវាចូលក្នុងមកផ្កាយគេតែ5ទេខ្ញុំដាក់5បាទបាទដាក់5ផ្កាយខ្ញុំអាច convert វាបានខ្ញុំ convert វាហើយខ្ញុំអាចទាញខ្ញុំអាចពុះចឹងណាអាចទាញវាបានបាទអញ្ចឹងមកអញ្ចឹងពេលខ្ញុំបានផ្កាយប៉ុណ្ណឹងហើយខ្ញុំចង់ដោះអាខ្មៅនេះចេញខ្ញុំយកម៉ៅស្ដាំមកចុចនៅលើអាគំនូសនេះមកបាទអញ្ចឹងឲ្យវាអស់ហើយណាចុចម៉ៅស្ដាំលើគំនូសនឹងមកបាទហើយបន្ទាប់មកទៀតគឺខ្ញុំចង់បានពណ៌ខៀវនេះណាបាទចង់បានពណ៌ខៀវនេះអញ្ចឹងចង់បានពណ៌ខៀវនោះខ្ញុំអាចខ្ញុំកាត់វងនឹងមកណាខ្ញុំចុចលើវងក្រហមចុច control D ណាចុច control អក្សរ D ណាចុច control ជាមួយនឹងអក្សរ D នេះយើងមើលណា control CL មកចុចពាក្យ control ហ្នឹងមកបាទបូកជាមួយនឹងអក្សរ D ណាចុចមកគឺវាស្មើនឹងពាក្យថា copy បាទអញ្ចឹងខ្ញុំចាក់ពណ៌ខៀវមកខ្ញុំអាចចម្លងពណ៌បានណានេះចម្លងពណ៌នេះ eyedropper ណា color eyedropper ខ្ញុំចម្លងពណ៌អញ្ចឹងមកចាក់ទៅបាទអញ្ចឹងខ្ញុំយកមកដាក់លើនឹងមកនេះបាទបើខ្ញុំចង់បានកាត់តាមនេះចោលគឺខ្ញុំចាប់ផ្ដើម scroll វាធំហើយខ្ញុំចុច tool នេះណាគឺខ្ញុំ add នេះខ្ញុំ add ចំណុចទៅនេះខ្ញុំ add លើនេះមួយបាទយើង convert វាសិនមកនេះតើមកខ្ញុំ add តាមនេះខ្ញុំ add ចំណុចមួយយ៉ាងមក add តាមនេះមួយនេះ add ទៅនឹងមួយហើយខ្ញុំ add ចំណុចក្បែរនឹងមួយទៀតនេះ add 2ចំណុច add 2ចំណុចហើយនេះចឹងដែរខ្ញុំ add ចំណុចទាំងនេះមួយ add ក្បែរនឹងមួយទៀតតើមកគឺខ្ញុំទាញអានេះចូលណានេះខ្ញុំទាញចូលមកខ្ញុំចុច delete វាបាទតោះនេះចុច delete វាអញ្ចឹងវារត់ចូលណាបាទខ្ញុំចុច delete វារហូតចឹងមកដល់តនេះគឺខ្ញុំចុចម៉ៅស្ដាំខ្ញុំយក tool line ឃើញទេអញ្ចឹងវារត់ត្រង់ភ្លើងមកចឹងមកនេះបាទហើយបន្តមកទៀតអាក្រហមនេះគឺខ្ញុំគ្រាន់តែគូសបាទខ្ញុំយក tool ខ្ញុំនឹងមកនេះ pencil tool ក៏បាន pen tool ក៏បានណាយក pen tool មកចុចចំណុចនេះមកអូ sorry pen tool សារវាជាប់មកងារបោកដកអញ្ចឹងខ្ញុំអត់យកទេខ្ញុំយក pencil tool មកគូណាគឺខ្ញុំគូតនេះមួយបាទខ្ញុំគូតនេះមួយទៀតបាទហើយខ្ញុំដាក់ពណ៌អូខេតាបាទអញ្ចឹងបានហើយចំពោះអក្សរនេះណាអក្សរកាតិចគឺខ្ញុំសរសេរមកបាទខាតតិចណាកាតិចបាទខ្ញុំសរសេរកាតិចមកខ្ញុំដាក់ font Arial ខ្ញុំដាក់ដិតចឹងណា Arial មានច្រើនមាន Arial black ទៀតណា Arial black នេះ Arial black ហ្នឹងធំបាទអញ្ចឹងខ្ញុំចុចដើម្បីផ្ដាច់ខ្ញុំចុចនេះ control
ខ្ញុំចុចcontrol បូកមួយអក្សរ K ណា control អក្សរ K គឺផ្ដាច់ណាបាទខ្ញុំចុចគឺខ្ញុំចុច object មកខ្ញុំមានកន្លែងមួយគឺ break ណានេះ break artist touch នេះខ្ញុំ break វាមកវាដាច់គ្នាអញ្ចឹងហើយតបមកអក្សរ A នេះណាអក្សរ A នេះខ្ញុំ convert វាមកណា convert to shoe ហើយខ្ញុំចាប់ផ្ដើមទាញនេះណាចុចកន្លែង shape tool នេះណា shape tool មកទាញវាចូលនេះមកណាទាញចូលនេះបបចឹងណាចឹងបាត់ហើយអត់ឃើញមានទេតោះមកខ្ញុំយក tool មួយទៀតណា tool របស់ខ្ញុំនោះគឺ polygon ខ្ញុំយក polygon មកគូមកខ្ញុំតម្លាក់នេះនៅទៅ3ចុងណាខ្ញុំទាញចូលបបខ្ញុំបានងាយស្រួលមែនតើណានេះគឺបានកាត់តិចណានេះកាត់តិចបាទអញ្ចឹងលំហាត់នេះសន្មតថាចប់ប៉ុណ្ណេះបាទរាប់អាចខមមិនសួរនៅខាងក្រោមបានបាទសូមអរគុណ